ទស្សនិកជនជាទីមេត្រីដើម្បីរួមចំណែកបង្កើតផលិតផលអកបក្នុងប៉ុន្មានឆ្នាំជិតៗនេះភូមិភាគនានារបស់ទីក្រុងកន្ធើមានទម្រង់សេដ្ឋកិច្ចកសិកម្មជាច្រើនដែលអនុវត្តផ្នែកវិទ្យាសាស្ត្របច្ចេកទេសជឿនលឿននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់គំរូដូចនៅឃុំថុយឡៃទម្រង់ដាំត្របែកសាច់ក្រហមរបស់លោកងួយវ៉ាងបែបានដាំតាមស្តង់ដារវេកាតនិងគៀកគ្រួសារកសិកររាប់សិបគ្រួផ្សេងទៀតចូលរួមដាំនិងបានធានាច្រកចេញទាំងស្រុងសហគមន៍កសិកម្មត្របែកសាច់ក្រហមថុយតឹងចំណុះឃុំថុយឡៃទីក្រុងកន្ធើដោយសារលោកងួយវ៉ាងបែបង្កើតរហូតមកដល់ពេលនេះមានគ្រួសារចូលរួមជាង20គ្រួនៅប៉ុន្មានថ្ងៃដំបូងនៅពេលបងវាយមកដាំត្របែកសាច់ក្រហមលោកជួបការលំបាកមិនតិចប៉ុន្តែដោយមានភាពឧស្សាហ៍ព្យាយាមស៊ូលំបាកក្នុងការស្វែងយល់រៀនសូត្របានជួយលោកជោគជ័យជាមួយទម្រង់ដាំត្របែកសាច់ក្រហមពេលដំបូងជួបការលំបាកជាច្រើនព្រោះពេលនោះទិញមិនសូវមានពេលដំបូងជួបការលំបាកជាច្រើនព្រោះពេលនោះទំនិញមិនសូវមានហើយផ្លូវដឹកជញ្ជូនក៏ពិបាកទៀតដូច្នេះហើយគ្មានរថយន្តដឹកទំនិញធ្វើឲ្យការទិញលក់ជួបការលំបាកឥឡូវគៀកោបងប្អូនជាច្រើនចូលរួមអនុវត្តដោយពេលនេះមានរថយន្តដឹកទំនិញប្រាក់ចំណាយតិចឯចំណេញវិញក៏ច្រើនជាងមុននៅពេលចូលរួមសហគមន៍កសិកម្មផ្លែត្របែកសាច់ក្រហមថុយតឹងសមាជិកទាំងឡាយបានជំនួយកូនពូជ 50% ហើយបានណែនាំពីរបៀបដាំត្របែកតាមស្តង់ដារវេកាបកសាងផលិតផលផ្លែត្របែកសាច់ក្រហមសម្រាប់អកបផ្កាយ3ទន្ទឹមនឹងនោះបានចុះកិច្ចសន្យាធានាទិញផលិតផលផ្លែត្របែកសាច់ក្រហមជាមួយក្រុមហ៊ុននានាដូច្នេះហើយមានមីងស្ងប់ចិត្តផលិតមានច្រកចេញនិងចំណូលលំនឹងកាលពីមុនធ្វើតែស្រែទេដល់ឆ្នាំ2023បានបង្កើតសហករណ៍ត្របែកសាច់ក្រហមទើបអង្វែងមកធ្វើចំការវិញប្រភពចំណូលពីត្របែកសាច់ក្រហមមានលំនឹងបង្គាខ្ពស់ជាងការធ្វើស្រែច្រើនប្រអីនៅទីនេះមានបងប្អូនខ្លាំងធ្លាប់ដាំមុនបើគិតទៅចំណូលខ្ពស់ជាងស្រូវប្រហែល2ទៅ3ដងឯណោះបច្ចុប្បន្នសហករណ៍ទាំងមូលប្រមូលផល2ដងក្នុងមួយសប្តាហ៍ជាមធ្យមប្រមូលផលម្ដងបានពី18ទៅ20តោនតម្លៃខ្ពស់ខ្ទាបចាប់ពី5000ទៅ5500ដុំក្នុង1គីឡូក្រាមដោយប្រភពច្រកចេញបានក្រុមហ៊ុនធានាទិញបន្ទាប់ពីទូទាត់ប្រាក់ចំណាយសពគ្រប់សមាជិកចំណេញបានជាង100លានដុំក្នុងមួយឆ្នាំការបង្វែររចនាសម្ព័ន្ធឈើដំណាំដាំដុះគឺជាដំណោះស្រាយដ៏សំខាន់សម្រាប់កសិករក្នុងការផ្លាស់ប្ដូរការគិតផលិតរាយរងឆ្ពោះដល់អភិវឌ្ឍតាមប្រព័ន្ធតម្លៃជួយមាមីងបង្កើនចំណូលនិយាយរួមនិងមាមីងនៅឃុំថុយឡៃនិយាយដល់ឡែក